តមកតសេរីយ៉ាងទៀតដល់ឥឡូវចូលមកដល់ហាងបោះបងប្រុសទូប្រុសណាក៏គេរៀបចំហាងរៀបចំអីចឹងស្រាប់ហើយលេចមុខប្រធានបច្ចេកទេសនឹងមកទៅណាម្ដងព្រាមចាប់ទាញកៅអីទាញអីបងប្រុសចឹងក៏និយាយថាមកបងចាំខ្ញុំជួយរកឃើញប៉ុណ្ណេះហើយតាមម៉ៃលូសៃមិនគួរណាវាតម្លៃប្រធានក្រុមនេះខុសសងដល់បងប្រុសនឹងឃើញចឹងក៏ចេះបដ ாய் មិនពេញចិត្តដែរមិនតែមិនដឹងធ្វើមកចឹងក៏ដើរធ្វើការខ្លួនឯងទៅសត្វដល់មករួមការងារសួរទៅបងតែមកភ័ក្របងក៏បងធ្វើគេហ្នឹងគេរកការងារធ្វើមែនសិស្សច្បងហ្នឹងក៏តទៅវិញទៅកុំខ្វល់ពីគេធ្វើការងារខ្លួនឯងទៅដល់ហើយក៏បែកគ្នាធ្វើការរៀងខ្លួនទៅនិយាយថាសិស្សច្បងហ្នឹងធុញទឹកមុខមើលទៅក៏ដឹងដែរតែធុញប្រកបនៃស្រឡាញ់ឬក៏ចូលចិត្តគេអីមិនដឹងណាមើលវាទៅចាប់អារម្មណ៍កូននេះតើដល់ទៅកំពុងធ្វើការហ្នឹងក៏ឃើញបងប្រុសនិយាយទូរស័ព្ទចឹងហ៎យើងខាងធ្វើគ្រូពេកយូរហើយយើងមិនអាចប្រដបមានល្អឯងបានទេដល់កំពុងតែនិយាយហ្នឹងនិយាយទូរស័ព្ទមួយទូប្រុសនឹងឯងដល់ហើយក៏សួរប្អូនទៀតចឹងណាយើងកំពុងឆ្ងល់នេះថាឯងទិញអីមកខ្លះទៅដល់ទូប្រុសនេះកំពុងធ្វើការងារគេបដាគេរៀបរាប់បដាចឹងណាគេមកធ្វើបាយទៅម្ហូបឲ្យស៊ូអ៊ីហ្នឹងហើយដល់ហើយក៏ចាប់ផ្ដើមរៀបរាប់ថាគេទិញនេះទិញនោះទិញមើមឆៃថៅទិញអីការ៉ុតស្ពៃអីជាមួយពងទាអញ្ចឹងណាឬក៏សួរបងថាបើសិនជាខ្ញុំដាក់បន្លែទាំងអស់ចូលគ្នាឲ្យធ្វើជាបបរតើវាអាចជួយដល់អ្នកមានបញ្ហាកាពះបានអត់ហូបទៅស៊ូអ៊ីកូនម៉ែអើយបបរគ្រប់គ្រឿងដល់ទូប្រុសក៏និយាយបន្តទៅតែគេកុំកន្ទាត់ខ្ញុំចោលដដែលទេពេលតែគេស្រួលខ្លួនវិញខ្ញុំមិនចង់នៅទីនេះតែពេលណាដែលគេឈឺនោះទេដល់ទៅបងប្រុសក៏ថាឲ្យវិញមកនេះឯងមកបង្ហាញអារម្មណ៍ស្រឡាញ់តាមទូរស័ព្ទពិតជាល្អខ្លាំងណាស់កៅស៊ឺទ័រចៃដល់ឯងប្រទេសបច្ចេកទេសដើរកាត់នឹងដើរពីបោញ៉ាំញ៉េមដល់ឃើញគេនិយាយទូរស័ព្ទវាសប្បាយចិត្តចឹងទៅលាក់ទឹកមុខចឹងហ៎ស្រាប់ហើយក៏លឺបងប្រុសនិយាយតថាឯនេះពិតជាគួរស្រឡាញ់មែនណោះចាំពេលតនេមកនេះមកយើងធ្វើល្អដល់ឯងដូចគ្នាខ្ញុំប៉ណ្ណឹងបានទេណាដល់ពេលនិយាយទូរស័ព្ទចាប់ហ្នឹងទៅដាក់ទូរស័ព្ទដល់ឯងចុះចឹងណាចុះធម្មតាបងប្អូនសន្តិនេះគេសើសប្បាយចឹងហ៎ដល់ខាងនោះមានណាគ្នាប្រច័នហ្នឹងសុទ្ធតែពេលដាក់ទូរស័ព្ទហើយក៏លេខឃើញប្រធានបច្ចេកទេសចូលហ្នឹងក៏ឃើញចេះឆ្ងល់ក៏សួរទៅវិញមានអីយើងជួយមែនដល់ទៅប្រធានហ្នឹងក៏ញ៉ាំតទៅវិញចឹងអត់មានទេដល់ក៏ដើរចេញទៅបាត់ចឹងទៅបងប្រុសហ្នឹងដូចអត់ទាន់មានអារម្មណ៍ដឹងថាមានអារម្មណ៍ឬក៏មិនមានអារម្មណ៍ឬក៏មិនសម្ដែងអារម្មណ៍អីណាតែឃើញធ្វើធម្មតាឆ្កុយដូចអត់មានចាប់អារម្មណ៍អីគ្នាហ្មងដល់ទៅបកមកខាងបន្ទប់របស់ស៊ូអ៊ីម្ដងឃើញស៊ូអ៊ីគេលក់ចឹងស្រាប់តែឃើញទូប្រុសលើបលលក់អីម្ដងចឹងណាដល់ពេលម្ដងហ្នឹងក៏ដាស់ចឹងទៅស៊ូអ៊ីក្រោកឡើងញ៉ាំមិនសិនមកហើយលេបថ្នាំហើយទៅចាំគេងតដល់ទៅពេលអត់ឃើញភ្ញាក់ទូប្រុសក៏ទៅរួនចឹងណាស៊ូអ៊ីភ្ញាក់ឡើងដល់ទៅពេលនៅតែអត់ឃើញភ្ញាក់ទៀតណែយកដៃយកអីទៅរបៀបទៅប៉ះគ្នាឲ្យគ្នារបៀបធុញរបៀបអីគ្នាដឹងខ្លួនចឹងណាដល់ពេលទៅក៏សម័យមកដល់អតីតកាលធ្លាប់ទៅដាស់ស៊ូអ៊ីចឹងដែរក៏លើទូប្រុសនិយាយចឹងណាស៊ូអ៊ីភ្ញាក់ឡើងទៅរៀនយឺតទៅណាថ្ងៃនេះគឺមករបស់លោកគ្រូយូថឹងគាត់ស្រឡាញ់ណាសិតតែខ្ជិលចឹងដល់ស៊ូអ៊ីក៏តបទៅវិញទៅហើយគ្រូអីគ្រូទៅយើងត្រូវការដេកតដល់ទូប្រុសនៅតែលេងជាមួយចឹងមកបានហើយភ្ញាក់ឡើងអីចឹងណាប៉ះច្រមុះគ្នាផងអីផងនិយាយទៅចង់ឲ្យគ្នាភ្ញាក់ឡើងទៅរៀនណោះដល់ហើយមានណាស៊ូអ៊ីចឹងដេកតចឹងអត់ខ្ចីល្វីល្វល់ទេមិនម៉ែអញទេធ្លាក់ទៅដល់ទៅក៏បកពេលបច្ចុប្បន្នវិញឃើញស៊ូអ៊ីហ្នឹងដេករបៀបមើលអារឿងពីដើមចឹងណាក៏និយាយថាត្រូវការដេកតទៅយឺនតិចក៏មិនអីដែរចំមិនមកដល់វគ្គដេកអោបគ្នាអោបអីណាចឹងហើយដល់ទូប្រុសលើចឹងក៏ខិតទៅចិត្តក៏និយាយទៅវិញចឹងណាឯងចង់ត្រឡប់ទៅរកពេលហ្នឹងវិញមែនអត់គ្រាន់តែនិយាយចំហ្នឹងក៏ឈោងដៃទៅអោបស៊ូអ៊ីចឹងនិយាយទៅមនុស្សនៅស្រឡាញ់គ្នាគ្រាន់ថាវាខឹងគ្នាចឹងអារឿងពីដើមមកមិនក៏វាមិនដែរភ្លេចដែរដល់តែឥឡូវនេះក៏បកមកហាងបងប្រុសវិញម្ដងក៏ឃើញបងប្រុសនៅឈររបៀបលក់ស្រាលក់អីចាក់ស្រាចអីភ្ញៀវចឹងណាស្រត់ទៅពេលហ្នឹងក៏ឃើញបុគ្គលិករត់ម្ដងចឹងក៏សឹបចឹងណាបងប្រុសមិត្តភក្តិរបស់បងកំពុងតែវាយគ្នាជាមួយភ្ញៀវតែពួកយើងត្រូវធ្វើមិនទៅបងប្រុសនេះគ្រាន់តែលឺចឹងទុកការងារចោលក៏តែមើលចឹងណាហើយក៏ឆ្លៀតមកប្រាប់ក្រុមការងារចឹងឲ្យហៅប៉ូលីសមកដល់តែក៏លេខមកខាងនេះម្ដងពងឈូសគ្នាហ្នឹងក៏លើប្រធានក្រុមហ្នឹងសួរចឹងណាតែមិនហ្នឹងឯងនិយាយស្អីគេដល់ទៅក្រុមពីរនាក់គេតវិញយើងនិយាយថាស្រាទីនេះរសជាតិអន់មែនតើប្រធានក្រុមក៏និយាយទៅវិញបើអញ្ចឹងឯងកុំផឹកអីដល់ពីរនាក់ក៏តវិញអូខេមិនផឹកក៏បានដែរតែឯងចង់មិនដល់ប្រធានក្រុមក៏ស្រែកទៅវិញអញ្ចឹងតែឯងចង់បង្ករឿងទីនេះមែនចង់ធ្វើអីដល់ពេលទៅប្រទេសបន្ទងខ្ញុំវាយគ្នាទៅវិញទៅមកអញ្ចឹងដល់ហើយក៏ព្រុកខ្ញុំវាយប្រធានក្រុមអញ្ចឹងដល់មានណាប្រធានក្រុមនឹងខំដៃផងអីផងលើកជើងទាត់អីវិញអញ្ចឹងណាគ្នាចេះដែរហ្នឹងស្រាប់ហើយមកចាប់ទាញដបនេះវាយទៅយកអំបែងកែនោះមករត់ទៅចាក់ពួកហ្នឹងទេនិយាយទៅប្រធាននេះឯងថាមើលមានអីស្ទីលរបស់គេទេសតដល់ពេលហ្នឹងបងប្រុសចេញម្ដងខាត់អញ្ចឹងចាប់ហើយក៏និយាយថាតែប៉ុណ្្នឹងបានហើយដល់ក៏ងាកថាពីអ្នកនោះអញ្ចឹងពួកឯងនឹងបន្តទៅទៀតហ៎ឬក៏ចង់ត្រូវគេវាយដល់ពីអ្នកលឺអញ្ចឹងក៏តទៅវិញឯងចាំមើលតែប៉ុណ្ណេះទៅគុំដល់ពេលនិយាយចប់ទៅក៏ដើរចេញទៅបាត់អញ្ចឹងសតទៅពេលហ្នឹងបងប្រុសហ្នឹងក៏ទាញដបស្រាទាញអីចេញពីដៃវិញអញ្ចឹងយកចោលអញ្ចឹងណាដល់មកភ័ក្រខំសួរប្រធានក្រុមអញ្ចឹងឯងអត់អីណាដល់ទៅបងប្រុសក៏ប្រើក្រុមការងារទៅមុនអញ្ចឹងសតទៅពេលក៏ចេញទៅផប់ព្រាមណែឈោស្លុកប្រធានបច្ចេកទេសអញ្ចឹងដល់ហើយប្រធានក្រុមមានតែញ៉ាំអីឈោស្លឹងវិញអញ្ចឹងស្លុកឲ្យទៅស្លុកគ្នាមកមានតែគេនិយាយអីអញ្ចឹងណាប្រធានក្រុមឲ្យឈោស្លុកឡើងចង់ស្រក់ទឹកភ្នែកអញ្ចឹងដល់ពេលចុងក្រោយមិននិយាយទេតម្លាក់ទឹកមុខចេញហើយក៏ដើរទៅបាត់អញ្ចឹង
ស្រាប់តែទៅពេលហើយមានណាទៅច្បងទៅតាមនេះក្រៀកកយកទៅអញ្ចឹងហ៎ខាងនោះនឹងឲ្យគេក្រៀកទៅស្រួលអញ្ចឹងណាអត់មានមាត់អត់មានកអត់មានរើទេមកគូនេះមកផ្លាច់អញ្ចឹងដល់ទៅឃើញបងប្រុសនោះនាំយកមកអង្គុយដើម្បីលេងរបួសអញ្ចឹងឃើញកាន់ប្រអប់ថ្នាំប្រអប់ឲ្យមកអញ្ចឹងណាសត្វទៅពេលអង្គុយចុះហ្នឹងអត់មាននិយាយស្ដីទេអង្គុយរុំរបួសធ្វើនេះទៅនោះអញ្ចឹងទៅសត្វទៅពេលឃើញអញ្ចឹងប្រធានបច្ចេកទេសក៏និយាយថាខ្ញុំអត់បានមានបំណងវាយនេះទេតែគេនិយាយអាក្រក់ពីបងគេនិយាយថាស្រាណាស់របស់បងនិយាយបានតែប៉ុណ្ណឹងបងប្រុសកាត់ហ្មងជារឿងរបស់គេទេហើយនេះបានចឯងត្រូវខ្វល់ពីអ្វីដែលគេនិយាយឯងឥឡូវនេះអាយុ30ឯណាកុំគិតថាខ្លួនឯងជាក្មេងវិទ្យាល័យទៀតហ៎ដល់ប្រទេសក្រុមលឺចឹងក៏និយាយទៅវិញទៅគ្មានតាណាម្នាក់អាចនិយាយអាក្រក់ពីបងបានទេបងប្រុសនេះកំពុងលៀងរបួសបណ្ដាអីបណ្ដាហ្នឹងគាត់ទៅលឺចឹងងាកទៅវិញហ្មងក៏សួរថាពេលណាទៅឯងជប់ចម្ពាក់ជាមួយយើងទៅប្រធានក្រុមលឺចឹងក៏ប្រកែកទៅវិញវាមិនមែនជាការជប់ចម្ពាក់ទេដល់សិស្សច្បងក៏និយាយទៅវិញវាជាការជប់ចម្ពាក់បើមិនអញ្ចឹងឯងក៏មិនទៅរកយើងញឹកញាប់នៅឯបន្ទប់ពេកក្នុងវិទ្យាល័យដែរយើងសង្ឃឹមថាយើងនឹងមិនទៅពាក់ព័ន្ធអីជាមួយឯងនៅពេលដែលបានជួបឯងគ្រាន់តែស្ដាប់ប្រយោគនឹងចាប់ភ្លាមប្រធានក្រុមណែទុកមុខចង់លេងលងទឹកភ្នែកទៀតឬក៏និយាយទៅអាម៉ាត់ទេកៅស៊ឺទ័របងប្រុសលឺឈ្មោះប្អូនសួរតែភ្ញាក់ហ្មងមិនប្រែស្គាល់គេហ៎ទៅប្រធានក្រុមក៏និយាយបន្តបើសិនជាខ្ញុំជាគេបងផាជាមានអារម្មណ៍ថាគួររំខានចឹងឯងមែនទេដល់បងប្រុសលឺចឹងក៏ខាត់ចឹងណាបានហើយព្រោះថាមនុស្សយកច្រឡំមកតែក៏បកស្រាយអត់និយាយច្រើនណាសតទៅពេលហ្នឹងប្រធានក្រុមក៏និយាយទៅវិញបងជួយចិត្តគេគ្រាន់តែនិយាយចាប់ភ្លាមលេងចាប់បងប្រុសថោកចឹងឲ្យវាអញ្ចឹងឡើងមើលកូនម្ដាយឲ្យអាការមើលងាយបងម៉ាយពីមុនហ្នឹងវាខុសទាំងស្រុងមើលនិយាយពីថាបងប្រុសនេះដល់ពេលគេថោកចឹងអត់មកអត់កអត់រញអត់អីដែរគួយសង្ងំឲ្យគេថោកចឹងមានអារម្មណ៍ថានៅសុកដូចចង់លងស្នេហ៍ប្រធានបច្ចេកទេសមិនទេឯងដល់ពេលជប់ថោកជប់អីក៏ប្រឡែងបងប្រុសថ្នមចឹងបងប្រុសនេះមកឆ្ងល់ដឹងជុំសុកក្លាហានហ្នឹងបីស្រាប់ហើយទៅក៏លឺប្រធានបច្ចេកទេសនិយាយចឹងណាព្រោះតែបងចូលចិត្តគេដូច្នេះហើយមិនថាខ្ញុំព្យាយាមប៉ុណ្ណាក៏ដោយក៏បងមិនចូលចិត្តខ្ញុំដែរមែនទេដល់តែបងប្រុសនេះវិញអត់មកអត់ក៏អត់ឆ្លើយអត់និយាយអត់បដិសេធអីទាំងអស់ហ្មងហើយទៅក៏ងាកទៅរៀបចំមកស្អីរបៀបបងបិទតបើរៀងរបួសរៀងអីបន្តអញ្ចឹងណាហើយទៅក៏មកយកលាបឲ្យប្រធានបច្ចេកទេសទៀតអញ្ចឹងអត់និយាយទាំងអស់ហ្មងអើយដល់ពេលមួយយូរទៅចង់តាមដានមកគូនេះតើថាចង់ក្រោយវាមិញដល់ឥឡូវនេះក៏កាត់ចូលវគ្គថ្មីទៀតដែរវគ្គ10វគ្គតួប្រុសសម័យទៀតណាឬនឹងមិនសិនជាអស់សម័យទៀតអត់ដឹងតែហេតុការរបស់តួអង្គពីរនាក់នេះកាលឡើងទេក៏ឃើញតួប្រុសឈោការទូរស័ព្ទឲ្យរៀបរាប់រឿងខ្លួនឯងអញ្ចឹងណាក៏និយាយថាខ្ញុំបានចាក់ចេញពីប្រទេសតៃវ៉ានរយៈពេល2ឆ្នាំហើយចុះស៊ូអ៊ីយើងនឹកឯងខ្លាំងណាស់ឯងធ្លាប់អាសាយើងប៉ុន្តែអត់តបតែឥឡូវនេះឯងអត់អាសោះហ្មងសូម្បីតែអ៊ីមែលដែលយើងផ្ញើទៅឯងក៏មិនឃើញតបមកដែរយើងដឹងថាឯងច្បាស់ជាខឹងខ្លាំងណាស់យើងធ្លាប់គិតថាយើងនឹងត្រឡប់ទៅវិញក្នុងរយៈពេល2ខែប៉ុន្តែឥឡូវនេះវា2ឆ្នាំហើយយើងនៅតែនៅទីនេះដដែលតែឯងអនុញ្ញាតឲ្យយើងបកស្រាយបានអត់អានេះគេរៀបរាប់ពីដំណើរតំណងថាតួប្រុសនោះត្រឡប់មកវិញដើម្បីបកស្រាយប្រាប់ស៊ូអ៊ីដល់ពេលមកដល់ហើយចៃដន្យឯពេលហ្នឹងមកជួបឪពុកមុនដែលធ្វើឲ្យបែកគ្នាបន្តទៅហ្នឹងឯងដល់ទៅឃើញតួប្រុសរៀបចំឲ្យបាយអាវ៉ាន់ឯងទៅតៃវ៉ាន់វិញអញ្ចឹងណាក៏លឿននិយាយទៅម្ដាយអញ្ចឹងម៉ាក់ខ្ញុំទៅហើយដល់ម្ដាយហ្នឹងក៏ចេញមកដល់និយាយសួរនាំកូនអញ្ចឹងណារៀបចំឲ្យបាយអាវ៉ាន់គ្រប់អស់ហើយកូននឹងក៏តបបាតអញ្ចឹងទៅដល់ពេលក៏និយាយទៀតថាកូនណាត្រូវតែនិយាយជាមួយស៊ូអ៊ីពេលទៅដល់ទីនោះតែកូនណានឹងប្រាប់គេថាម៉េចកូនចង់ឲ្យម៉ាក់ជួយអត់ប្រាប់គេតាមត្រង់ទៅថាម៉ាក់អត់ដឹងតែខ្លួនឯងមានផ្ទៃពោះហើយភ្លាមនោះម៉ាក់ក៏ស្ថិតនៅក្នុងស្ថានភាពគ្រោះថ្នាក់ដែរហើយពេលហ្នឹងកូនក៏ភ័យស្លន់ស្លោខ្លាំងដែរថែមទាំងក្រុមហ៊ុនណាកំពុងតែរញ៉េរញ៉ៃទៀតកូនណានៅទីនេះក៏ព្រោះតែដល់ម្ដាយនិយាយមិនទាន់អស់ផងទូប្រុសនោះខាត់ហ្មងបានហើយម៉ាក់មិនអាចបន្ទោសម៉ាក់បានទេចំពោះរឿងដែលកើតឡើងទាំងអស់នេះម៉ាក់ត្រូវតែមើលថែខ្លួនឯងឲ្យបានល្អព្រោះម៉ាក់មានជំងឺលើឈាមនៅពេលមានផ្ទៃពោះឥឡូវនេះក៏មិនទាន់ជាស្រួលបួសដែរពេលដែលខ្ញុំមិននៅម៉ាក់ត្រូវមើលថែអូស្ការទៀតច្បាស់ជាពិបាកស្លាប់ហើយម្ដាយនឹងលឺចឹងក៏តទៅវិញម៉ាក់ដឹងថាកូនណាគួរស្រឡាញ់ណាស់កុំបារម្ភអីគ្រប់យ៉ាងច្បាស់ជាមិនអីទេ Brandon ហើយនិង Ashley គឺអាចជួយអ្វីគ្រប់យ៉ាងនៅទីនេះបានពួកយើងមិនអាចខាត់គល់ឲ្យនៅបន្តបានទៀតទេដល់ពេលតួប្រុសលឺចឹងក៏តទៅវិញមិនអីទេអញ្ចឹងណាដល់ពេលម្ដាយនឹងក៏និយាយបន្តទៀតដែរបើសិនជាមានអីម៉ាក់ជួយចាំប្រាប់ម៉ាក់មកណាម៉ាក់នឹងជួយកូនចំណេញព្រោះម៉ាក់ចាប់ពាក់កូនច្រើនណាដល់ពេលអោបលេងគ្នាទៅកូនក៏តទៅវិញអត់មានទេម៉ាក់អត់មានចាប់ពាក់ខ្ញុំទេចឹងប្រឹងបានទេណាដល់ហើយតួប្រុសនឹងក៏ចេញតាណាទៅក៏ចាប់ដើមរៀបរាប់មកទៀតហើយយើងជិះយន្តហោះជើងទី1ទៅប្រហែលជា2ថ្ងៃទៀតយើងទៅដល់តៃវ៉ាន់ហើយយើងហោចណាស់ក៏ឲ្យយើងបានជួបគ្នាបន្តិចដែរបានអត់អានេះហើយដែលឡើងយន្តហោះទៅរកតួប្រុសពេលចុះពីលើយន្តហោះនិយាយទូរស័ព្ទអភិមុនហ្នឹងទៅមកជួបឪពុកអីតែមិនថាយ៉ាងណាក៏ដោយមិនខ្វល់ថាម្ដាយមានរឿងអីគ្រួសារមានរឿងអីចំនួនបញ្ហាក៏ដោយយ៉ាងហោចណាស់ក៏គួរផ្ញើដំណឹងគ្នាដឹងថាឥឡូវខ្ញុំមានបញ្ហាតែប៉ុណ្្នឹងទៅអត់អាចតាក់ទងបានក៏អស់ចិត្តដែរអាចឈប់ស្ងាត់ចេះហូយវេទនាចិត្តហ្នឹងមែនតើហើយបើថាគិតថាមិនចង់រំខានគេមិនចង់បាក់គេទេនៅតែឯងទៅ single ហ្នឹងគឺត្រូវហើយមិនបាច់ទៅរកគេទេដល់ឥឡូវនេះក៏បកចូលមកដល់បច្ចុប្បន្នឈប់សម័យទៀតដែរក៏ឃើញដេកនៅលើក្រេជាមួយគ្នាអញ្ចឹងស្រាប់ហើយគេស៊ូអ៊ីដឹងខ្លួនអញ្ចឹងណាស្រាប់ដឹងខ្លួនបោកភ្នែកប៉ុណ្ណាណៃចំបែបមានអារម្មណ៍ថាពីណាដេកមួយហ្នឹងឯង
ដល់ទៅក៏ងាកបាយទៅរកទូប្រុសចឹងដេកស្លឹងមុខទូប្រុសហ្មងហើយស្លឹងទៅឃើញទូប្រុសផងដេកចឹងដែរស្រាប់ហើយក៏ឃើញទូប្រុសបើកភ្នែកមកគាត់ទៅបើកភ្នែកឃើញស៊ូអ៊ីភ្លាមក៏និយាយចឹងណាយើងសុំទោសដែលមិនជឿលើពាក្យថារហូតទៅរបស់ឯងស៊ូអ៊ីនេះអត់មានមាត់អីទេស្លឹងគឺទុកមុខមមចឹងចាំមើលថាគេរៀបរាប់ទៅទៀតដល់ទូប្រុសក៏ចាប់ផ្ដើមនិយាយយើងចំណាយពេលអស់រយៈពេល10ឆ្នាំដើម្បីសម្រេចចិត្តថាតើយើងចង់ប្រើជីវិតរស់នៅជាមួយអ្នកណាតែឯងវិញបានដឹងវាមកជាយូរហើយយើងគិតថាការហ្នឹងវាគឺជាអារម្មណ៍ហើយនឹងបរិយាកាសដែលធ្វើឲ្យឯងនិយាយបែបនោះនិយាយបានតែប៉ុណ្ណោះស្រាប់តែដកដង្ហើមធំហ្មងរួចក៏រៀបរាប់ទៅណាកាលឆ្នាំហ្នឹងយើងបានមកទីនេះហើយទៅក៏បានជួបឪពុកឯងគាត់បាននិយាយរឿងរ៉ាវច្រើនណាឯងដឹងអត់យើងក៏ធ្លាប់គិតដល់ហេតុផលដែលឯងត្រូវចាក់ចេញពីយើងដែរហើយពេលនោះក៏មានទូរស័ព្ទឯងទៀតយើងគិតថាអ្វីគ្រប់យ៉ាងគឺចប់ហើយស្រាប់តែនិយាយបានតែប៉ុណ្ណឹងទួប្រុសយំលហេមលហាហ្មងហូរឿងនេះទួប្រុសមហាសែនមនោចេតនាយំរហូតហ្មងស៊ូអ៊ីសូវបាននេះដល់ទួប្រុសក៏ចាប់ផ្ដើមរៀបរាប់ទៀតដែរតែយើងពិតជាស្អប់ការដែលបដ ாய் រឿងរ៉ាវគ្រប់យ៉ាងទៅជាបែបនេះឯងដឹងអត់តាមពិតទៅឪពុកឯងគឺនិយាយត្រូវសពបែបយ៉ាងយើងស្ថិតក្នុងដំណាក់កាលដែលមិនអត់តម្លៃខ្លួនឯងហើយយើងក៏ខ្លាចថាឯងនឹងចាក់ចោលយើងតែយើងក៏ខ្លាចដូចគ្នាថាយើងនឹងខ្លាចទៅជាអ្នកដែលខាត់ខាំងឯងដូច្នេះហើយទៅយើងទទួលយកសំណើរបស់ពុកឯងដើម្បីបញ្ជាក់ថាយើងអាចឈរនៅក្បែរឯងបានក្នុងរយៈពេល5ឆ្នាំវាក៏ល្អដែរបើសិនជាយើងបរាជ័យប្រហែលជាឯងអាចស្វែងរកនរណាម្នាក់ដែលល្អជាងយើងសម្រាប់ខ្លួនឯងស្រាប់តែនិយាយបានតែប៉ុណ្ណឹងណាស៊ូអ៊ីចាប់ទាញពណ៌ទូប្រុសមកចឹងទាញទៅតែកភ្លៀងលើផាត់ចឹងនេះមិនទំហឹងយកហ្មងណាដល់ពេលក៏និយាយទៅវិញថាស្អីគេនេះគឺជាការសម្រេចចិត្តរបស់យើងមិនជារបស់ឯងមិនជារបស់ប៉ាយើងហើយក៏មិនជារបស់អ្នកណាទាំងអស់គ្រាន់តែនិយាយចំផ្ទះថ្ងាសទូប្រុសម្ដាយចឹងដូចទៅផាច់អូយរឿងនេះវាយឈឺដល់ឃើញស៊ូអ៊ីស្ទុះងើបទៅអញ្ចឹងងើបសម្ដៅទៅរកទូកៅអៅចឹងដល់ហើយក៏លឺទូប្រុសនិយាយទៅដែរស៊ូអ៊ីយើងសុំទោសដល់ឃើញស៊ូអ៊ីទាញប្រអប់មួយមកចឹងយកម្ដងដាក់លុំមាត់ទូប្រុសឬក៏និយាយថាយើងប្រោឱកាសឯងម្ដងទៀតរឿងនេះស្រឡាញ់ចរិតក្មេងស៊ូអ៊ីនេះតើដូចច្បាស់លាស់ម៉ាត់ចឹងណាអត់ញ៉ៃញ៉ៃច្រើនត្រូវខឹងថាលើកលែងអញ្ចឹងណាអត់ដូចថាអត់ច្បោកច្បល់មួយអារម្មណ៍ខ្លួនឯងអញ្ចឹងដល់ទូប្រុសក៏ទាញប្រអប់យកបើកមើលដល់ពេលបើកមើលទៅគឺអាសដៃធ្លាប់ឲ្យស៊ូអ៊ីលើកមុនណោះលើកមុនគេបោះចោលហ្នឹងតែពិតរឿងជាមិនត្រឹមត្រូវដល់ក៏លឺស៊ូអ៊ីសួរអញ្ចឹងណាតែយើងនៅតែជាមនុស្សសំណាលល្អម្នាក់ដែលឯងនិយាយដល់នឹងអត់ដល់ហើយក៏សម័យទៅអតីតកាលទៀតណាដល់លឺស៊ូអ៊ីស្រែកសួរអញ្ចឹងណាតែយើងនៅតែជាមនុស្សសំណាលល្អម្នាក់ទៀតអត់ដល់លឺសំណួរហ្នឹងទូប្រុសក៏ងាកទៅអញ្ចឹងស៊ូអ៊ីក៏និយាយបន្តទៀតដែរកាលថ្ងៃដែលនៅបន្ទប់ពេទ្យយើងបាននិយាយថាមនុស្សដែលឯងចូលចិត្តគឺជាមនុស្សដែលមានសំណាងល្អហើយនៅពេលដែលយើងដេកលក់ឯងក៏បាននិយាយថាមនុស្សសំណាងល្អម្នាក់នោះគឺតែងតែជាយើងតើវានៅតែជាយើងអត់ឆ្លើយមកណែស្រឡាញ់កូនក្នុងថាម៉ាត់ច្បាស់ហ្មងគ្រាន់តែនឹកឃើញដល់រឿងនឹងព្រាមទួប្រុសនេះហើទៅភ្នែកលីងលងទៅដែរក៏សម័យទៅដល់អាពេលពាក់អាខ្សែដៃនឹងឲ្យស៊ូអ៊ីដល់ពេលក៏និយាយថាកុំដោះវាចេញឲ្យសោះយើងគឺជាមនុស្សតែម្នាក់សម្រាប់ឯងនៅថ្ងៃអនាគតអើយតែយើងនិយាយមួយគេមិនដែរពិតមិនដែរច្បាស់ដូចគេសោះនិយាយពីថាទូប្រុសនេះយំផងសើចផងឯងនៅចង់ឈួតតាមឯនេះដល់ហើយក៏ទាញខ្សែដៃយកពាក់ឲ្យស៊ូអ៊ីចឹងដល់ពេលពាក់រួចក៏លើកដៃគេយកមកថើបចឹងណាឬក៏និយាយថាប្រកាសដែរឯងតែជាមនុស្សម្នាក់នឹងចំណេញដល់ពេលឃើញចុះស៊ូអ៊ីនេះក៏យកដៃទៅក៏វាសក់អញ្ចឹងណារួចទៅក៏ចាប់ទូប្រុសថើបថ្ងាចឹងហួយស៊ូអ៊ីហ្នឹងឡើងស្វីតហើយមើលទៅឡើងមែនហ្មងនិយាយមែនឆាកស្នេហាហ្នឹងមើលទៅឡើងកក់ក្ដៅអេដមីនមើលយូរទៅឆ្លាញ់ស៊ូអ៊ីតាដល់ពេលទៅឃើញទូប្រុសទាញស៊ូអ៊ីយកមកអោបលងណែនអញ្ចឹងហើយគ្នាមិនដឹងសមាជិកយ៉ាងណាសុកគេអភ័យទោសអញ្ចឹងណាដល់ទៅស៊ូអ៊ីហ្នឹងក៏អោបគេណែនវិញណាគ្នាហ្នឹងទៅភ្នែកអាលីងអាឡងដែរហ្នឹងឯងនិយាយពីថាដូចអេដមីនថាអញ្ចឹងរឿងមិនបាច់ចាំឆាក NC ឆាក18បូច្រើនទេតែធម្មតាឆាកលេងឲ្យស្វីតអឺរ៉ុបបន្តិចគឺមើលមកកក់ក្ដៅបណ្ដោយស្រាប់តែកំពុងអោបគ្នាលឺសលេងដូចស៊ូអ៊ីសុកសួរអីចឹងដល់ហើយមានណាទូប្រុសប្រឡែងច្អន់ហ្មងនេះឯងយំមែនស៊ូអ៊ីក៏តទៅវិញមានណាហើយមិនយកដៃជួបទៅភ្នែកឡើងចឹងឯងតើគេមានណាទៀតដល់ពេលបើអៀនក៏ដឹងដែររុញទូប្រុសមកទំហឹងទៅដេកចឹងរំខានមែនទូប្រុសនេះគេល្ងងើស្អីគេអត់ដឹងរឿងអីផងរុញអញ្ចឹងណាដល់ពេលទៅឃើញស៊ូអ៊ីនោះរសៀទៅចិត្តទូប្រុសចឹងទៅដេកអោបគេទៀតហើយទេយីពីស៊ូអ៊ីនេះអាឆាកស្នេហានេះកក់ក្ដៅម៉េចមើលយូរទៅលងស្រឡាញ់ស៊ូអ៊ីទៅនេះអើយឥឡូវនេះគេត្រូវរើគ្នាវិញឯងអ្នកមើលរឿងទូទ្រង់បន្តិច